ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកដាក់លបទៀតហើយនេះកន្លែងចាស់យើងដែលដាក់ពីមុនត្រីឆ្លូញទាំងគីឡូឥឡូវយើងវាអត់មានទឹកដាក់ទៀតទេហើយនេះកន្លែងថ្មីដែលនៅបន្ទាប់នឹងផងដែរមើលទៅទឹកទៅវាល្អខ្លាំងប៉ុន្តែមានត្រីហើយនោះខ្ញុំចង់អល់ហ្នឹងគឺកន្លែងហ្នឹងគឺកន្លែងត្រីហើយពុកម៉ែបងប្អូនបាទយើងលើកលបមើលលបមានតែ2ទេយើងមើលអានេះមួយហើយជួសលើកទៅមុខទៅវាបានត្រីនៅប្រភេទត្រីស្កានេះបើមានទឹកហូរគឺមានត្រីចម្រុះហើយនេះលើហើយនេះបានមកគូសំមកស្នប់មកខាងរបស់វាហ្នឹងគឺត្រី4-10ដែរហើយគីឡូ2វាបានរៀងគូសំដែរពុកម៉ែបងប្អូនហើយចំពោះតាពាំងនេះខ្ញុំធ្លាប់បងរួចប្រហែលដងគឺត្រីត្រូវច្រើនមែនតើហើយខាងនេះគឺរដូវវស្សាផងដែរពោពេញទៅដោយធម្មជាតិតាក់ទាញភ្នែកមែនតើព្រោះយើងនៅជនបទចឹងពុកម៉ែបងប្អូនហើយខ្ញុំទៅលើកមួយទៀតលើកមើលលើកចុះលើកឡើងនៅខាងនេះគឺនៅមួយខាងទៀតដែលយើងអត់ទាន់បានចាក់យកត្រីអញ្ចឹងណាលើកទៅមានត្រីហើយយើងក៏បានចាក់ត្រីនឹងចូលកត្រប់ឲ្យយើងដែរគឺវាមានតែក្តាមកពឹសត្រីខ្ចងអញ្ចឹងណាបងប្អូនហើយវាជារឿងធម្មតានេះយើងនៅស្រុកស្រែដែលយើងរកម្ហូបបែបស្រែវាមិនសូវចំណាយដូចនៅទីក្រុងអញ្ចឹងម្ហូបងាយយើងដាក់រកក្រោយផ្ទះក៏បានត្រីហូបដែរឲ្យតែយើងអាសាយនេះលើកចុះលើកឡើងក៏ជួទៅគឺមានត្រីដែរទៅហើយយើងត្រូវតែនេះឃើញហើយពុកម៉ែបងប្អូននេះត្រីគូសំសម្រាប់តែអ្នកឧស្សាហ៍ទេតែវាអ្នកខ្ជិលក៏រកអត់បានដែរតែយើងនៅស្រែក៏ដោយនៅទីណាក៏ដោយបើយើងខ្ជិលក៏យើងរកបានដែរណាហើយជួយខ្ជិលទៅយើងសកត់ជើងវាមកវិញដើម្បីកុំឲ្យត្រីរួចអញ្ចឹងណាព្រោះយើងត្រូវការសកត់ទៅវាមានត្រីវាចូលកុំឲ្យវាហើបខាងណាត្រីវាដើរក្រង់វាអត់ចូលត្រីទេវាទៅឲ្យខ្ញុំអានសកត់ហ្នឹងគឺសកត់ឲ្យលិចក្នុងភពបាត់ក្រមលិចបន្តិចទៅគឺបានហើយនេះថារដូវនេះគឺមិនទាន់ត្រូវត្រីមែនតើទេយើងនៅចាំថាបាំងមួយខែ2ខែទៀតគឺសបោទឹកមែនតើតែសបោទឹកគឺប្រឡងនឹងត្រីខ្លាំងមែនតើសម្រាប់នៅតំបន់ខ្ញុំនេះបាទសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនា